ខណៈទូកុងតឺន័រធំៗនិងបណ្ដាលួសត្រូវបានពង្រាយដើម្បីបិទគប់ផ្លូវជាតិលេខ55កាត់ផ្ដាច់ផ្លូវឆ្លងពីខេត្តពោធិ៍សាត់ទៅខេត្តកោះកុងនិងគាត់យកដីខ្មែរថែមទៀតនៅតំបន់ថ្មដាកងទ័ពជើងទឹកថៃអះអាងថាវិធានការទាំងនេះគឺធ្វើឡើងដើម្បីបន្ថយភាពតានតឹងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Channel 7នៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2026លោកប៉ារ៉ៃរតនាឆៃយផាន់អ្នកនាំពាក្យកងទ័ពជើងទឹកថៃនិយាយថាការដាក់កុងតឺន័រទាំងនេះជាវិធានការសន្តិសុខបណ្ដោះអាសន្នស្របទៅតាមសេចក្តីថ្លែងការណ៍រួមដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី28ខែធ្នូឆ្នាំ2025ក៏ប៉ុន្តែបើពិនិត្យខ្លឹមសារកិច្ចព្រមព្រៀងឈប់បាញ់នោះគឺផ្ដោតទៅលើគោលការណ៍សំខាន់ៗដូចជាការបញ្ឈប់ការប្រើកម្លាំងជៀសវាងសកម្មភាពឯកតោភាគីមិនផ្លាស់ប្ដូរស្ថានភាពនៅតំបន់មានវិវាទនិងការប្រើយន្តការធ្វើភាគីដើម្បីដោះស្រាយបញ្ហាមិនមានចំណុចណាមួយបញ្ជាក់ឬក៏អនុញ្ញាតឲ្យភាគីណាមួយដាក់របាំងរបងលួសបន្លាឬកុងតឺន័របិទផ្លូវនិងព័ទ្ធដីនៅក្នុងតំបន់មានចំនួននោះឡើយលោកទូចសុខាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានប្រាប់ News Today នៅព្រឹកថ្ងៃទី8ខែកុម្ភៈថាយោធាថៃបានប្រើកុងតឺន័រសរុប57ទូបិទផ្លូវជាតិលេខ55ភ្ជាប់ថ្មដាទៅកោះកុងនិងព័ទ្ធដីចូលជ្រៅ40ម៉ែត្របន្ថែមទៀតពីទីតាំងបន្លាលួសដែលថៃព័ទ្ធយកក្រោយបាត់ឈប់បាញ់ភ្លាមៗខេត្តរងគ្រោះដោយសារតែបន្លាលួសនិងកុងតឺន័រផ្សេងទៀតមានមន្ទីរមានជ័យឧត្តរមានជ័យនិងព្រះវិហារសំណួរទៅកាន់អ្នកសង្កេតការណ៍តើសកម្មភាពដែលថៃបង្កើតស្ថានភាពថ្មីលើដីជាក់ស្ដែងបែបនេះអាចត្រូវបានចាត់ទុកថាជាវិធានការកាត់បន្ថយភាពតានតឹងបានយ៉ាងដូចម្តេចក្នុងសេចក្តីថ្លែងការណ៍ជាច្រើនលើកក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាទង្វើរបស់យោធាថៃផ្ទុយពីស្មារតីកិច្ចព្រមព្រៀងឈប់បាញ់និងគោលការណ៍អន្តរជាតិភាគីកម្ពុជាបានអំពាវនាវឲ្យថៃបញ្ឈប់សកម្មភាពទាំងនេះនិងត្រឡប់ទៅដោះស្រាយបញ្ហាតាមយន្តការទ្វេភាគីនិងច្បាប់អន្តរជាតិក៏ប៉ុន្តែថៃពន្យាពេលមិនប្រជុំដោយឲ្យកម្ពុជារងចាំដោះស្រាយជាមួយរដ្ឋាភិបាលថ្មីរបស់ខ្លួនក្រោយការបោះឆ្នោតនៅថ្ងៃទី8ខែកុម្ភៈឆ្នាំ2026ខ្ញុំរស់សុធាពី News Today NTTV